អូហើយយោសួស្តីទាំងអស់គ្នាខ្ញុំបាទសិតប៊ីឬសលេងខ្ញុំទៀតហើយអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងបន្តសាររឿងរបស់យើងបន្តទៀតព្រឹកឡើងម៉ូរីក៏បានរៀបចំខ្លួនចូលក្នុងពិធីដើម្បីបើកបវេសនកម្មនៅឯសាលាគេបានទុកឲ្យណាសនៅផ្ទះកុំឲ្យមាននរណាចាប់បានថាគេគឺជាទេវតាអញ្ចឹងណាប៉ុន្តែសំណាងមិនល្អពេលទៅដល់សាលាស្រាប់តែទេវតាមួយអង្គទៀតកំពុងទៅហោះហើរតែនេះបញ្ជាក់ច្បាស់ថាមានបេក្ខជនម្នាក់ទៀតកំពុងតែរៀននៅសាលានេះមិនទាន់តែបានគិតអ្វីផងទេវតានោះក៏បានសម្ដៅមករកម៉ូរីទេវតានោះមើលទៅស្លេកស្លាំងបែកញើសជាប់មុខហើយប្រាប់ថាខ្លួនឯងនៅពេលនេះហាក់បីដូចជាមានសុខភាពខ្សោយខ្លាំងណាស់ម៉ូរីក៏បានសួរនាំនាងថាតើបេក្ខជននៅសាលានេះជានរណាពិតប្រាកដទេវតានោះក៏បានចង្អុលទៅកាន់ក្មេងស្រីម្នាក់នៅពីខាងខ្នងរបស់ម៉ូរីភ្លាមនោះផងដែរក្មេងស្រីម្នាក់នោះក៏បានបាញ់ព្រួយពណ៌ក្រហមមកចំម៉ូរីធ្វើឲ្យគេនឹងភ្ជាប់អាវយ៉ាងខ្លាំងអារម្មណ៍របស់គេចាប់ដើមច្បូកច្បល់ហើយទោះបីជាគេដឹងខ្លួនខ្លះៗអំពីអាព្រួយពណ៌ក្រហមបាញ់ទៅត្រូវស្នេហ៍ក៏ដោយក៏គេបានផ្លាត់មាត់សារភាពស្នេហ៍ទៅកាន់ក្មេងស្រីនោះភ្លាមក្មេងស្រីនោះមានឈ្មោះថាសាគីបានសួរថាតើម៉ូរីមានឋានៈទេវតាអ្វីទោះបីជាមិនចង់ឆ្លើយក៏ដោយក៏ឥទ្ធិពលនៃព្រួយពណ៌ក្រហមបានធ្វើឲ្យម៉ូរីនឹងចាប់ផ្ដើមប្រាប់អំពីខ្លួនគេនឹងទៅឲ្យនាងដឹងទាំងអស់ថាគេនឹងមានឋានៈពិសេសព្រោះមានទាំងព្រួយពណ៌សព្រួយពណ៌ក្រហមនិងមានស្លាបទៀតផងបន្ទាប់មកម៉ូរីក៏បានធ្វើតាមសម្ដីរបស់សាគីដែលបានហោះទៅរងចាំនៅក្នុងបន្ទប់ពេលសាគីត្រឡប់មកវិញទេវតានាងមានឈ្មោះថា Rival បានប្រាប់ឲ្យនាងនឹងសួរយកការពីម៉ូរីបន្ទាប់ពីដឹងថាម៉ូរីមិនមែនជាទេវតា Rival ចង់ឲ្យម៉ូរីនឹងធ្វើជាអ្នកការពារសាគីព្រោះនាងមានឋានៈទាបហើយមានព្រួយពណ៌ក្រហមតែមួយគត់ដើម្បីជៀសវាងពីការបាញ់ប្រហារបេក្ខជនដទៃទៀតនាងចាំបាច់ត្រូវការស្លាប់ប៉ុន្តែសាគីបើជាគ្មានទៅវិញហើយដូច្នេះហើយ Rival ត្រូវការឲ្យ Moria នឹងការពារសាគីដោយសារតែនៅជាប់ឥទ្ធិពលព្រួយពណ៌ក្រហម Moria ក៏យល់ព្រមគ្រប់យ៉ាងបន្ទាប់មក Rival ក៏បានឲ្យ Moria នឹងនាំសាគីហោះហើរដើម្បីឲ្យស៊ាំជាមួយនឹងគ្នាពេលកំពុងហោះហើរលើអាកាសពួកគេក៏បាននឹកឃើញថាតាមពិតទៅអ្នកទាំងពីរនឹងគឺជាមិត្តភក្តិនឹងគ្នាតាំងពីក្មេងមកម្ល៉េះ Moria បានសន្យាជាមួយនឹងសាគីដើម្បីឲ្យនាងនឹងអាចញញឹមដូចដើមវិញពេលត្រឡប់មកដល់ដីវិញនឹង Rival ក៏បានបញ្យល់ថាតាមពិតទៅ Metro បានចាប់អក្រិតជនម្នាក់ហើយត្រៀមនឹងវាយប្រហារជាសាធារណៈនៅពេលយប់នេះវិវាទបានបន្តទៀតថាការជ្រើសរើសព្រះគឺផ្អែកទៅលើតចរិតនិងការប្រព្រឹត្តល្អរបស់បេក្ខជនប៉ុន្តែមេត្រូគឺផ្ទុយស្រឡះគេបានជ្រើសរើសផ្លូវបង្ហូរឈាមដើម្បីក្លាយជាព្រះការដែលអាចទទួលបានការគាំទ្រពីមនុស្សជាច្រើនមានន័យថាគេច្បាស់ជាមានផែនការអ្វីមួយយ៉ាងមិនខានដោយនៅក្រោមអំណាចព្រួយពណ៌ក្រហមនៅឡើយម៉ូរីក៏បានស្ម័គ្រចិត្តទៅជួបមេត្រូដើម្បីកុំឲ្យគេនឹងធ្វើបាបសាគីបានខណៈដែលម៉ូរីកំពុងតែហៀបចេញតែអន្តក្រហល់ស្រាប់តែណាសក៏បានមកដល់ណាសបានបញ្យល់ថាប្រសិនបើម៉ូរីនឹងស្លាប់ឋានៈពិសេសរបស់គេនឹងត្រូវបានផ្ទេរទៅឲ្យសាគីហើយតាមពិតទៅ Rival នឹងគឺមានបំណងខូខើចង់ឲ្យ Moria របស់យើងស្លាប់ដើម្បីឲ្យម្ចាស់របស់នាងសាគីនឹងឡើងតំណែងនេះតែម្ដងលើពេលដឹងថាផែនការរបស់ខ្លួនត្រូវបានគេចាប់បាន Rival ក៏បានដកថយក្រោយមកសាគីបានខត់ Moria មិនឲ្យទៅដែរបន្ទាប់មក Nas បានស្នើឲ្យសហការជាមួយនឹង Rival ព្រោះទោះបីជាមិនត្រូវព្រួយក្រហមក៏ដោយក៏ Moria របស់យើងនេះធ្លាប់លួចស្រឡាញ់សាគីជាយូរណាស់មកហើយដែរដោយ admin លួចស្រឡាញ់ក្រាស់អីចឹងទៅក្រោយពីការចរចាគ្នារួច Rival បានស្នើឲ្យ Moria នឹងមករស់នៅផ្ទះរបស់សាគីដើម្បីងាយស្រួលក្នុងការការពារនាងជាការប៉ុណ្ណា Moria នឹងគឺគ្មានការជំទាស់អ្វីឡើយមួយខែក៏បានកន្លងផុតទៅ Metro នៅតែបន្តអំពើខុសខើរបស់ខ្លួនដូចរាល់ដងពេលត្រឡប់មកដល់ផ្ទះវិញទើបគេដឹងថាតាមពិត Metro គឺជាកូនអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំគេមានអារម្មណ៍មួម៉ៅយ៉ាងខ្លាំងព្រោះមួយរយៈចុងក្រោយនេះមិនមានបេក្ខជនណាម្នាក់ហ៊ានចេញមុខប្រឈមតតាំងនឹងគេសោះនៅពេលនោះ Metro ក៏បានសួរទៅកាន់ទេវតាប្រចាំខ្លួនរបស់គេថាតើមានវិធីអីល្អអត់ហើយទេវតាក៏បានប្រាប់អំពីគំនិតមួយចំណែកឯ Moria វិញទោះបីជាមួយខែកន្លងផុតទៅហើយលែងស្ថិតក្រោមឥទ្ធិពលព្រួយក្រហមទៀតក៏ដោយក៏គេនៅតែស្រឡាញ់និងបារម្ភអំពីសាគីដដែលគេបានសន្យាថានឹងការពីនាងជានិច្ចព្រោះការបានឃើញនាងសប្បាយចិត្តក៏ជាសុភមង្គលរបស់គេផងដែរស្របពេលនោះព័ត៌មានទូរទស្សន៍បានផ្សាយថា Metro នឹងលែងចង់ប្រកាសសង្គ្រាមទៀតហើយតែបែរជាចង់សហការជាមួយនឹងបេក្ខជនទាំង11នាក់ដែលរស់នៅសល់វិញទោះបីជាការអញ្ជើញទៅជួបជុំនៅក្នុងពហុកលាដ្ឋាននោះមើលទៅដូចជាអន្ទាក់យ៉ាងណាក៏ដោយក៏ Moria នៅតែសម្រេចចិត្តចង់ទៅដែរគេគិតថាយ៉ាងហោចណាស់ក៏អាចដឹងថានរណាជាសត្រូវរបស់ពួកគេពិតប្រាកដមិនយូរប៉ុន្មានពេល Moria និងសាគីទៅដល់ភូកលាឋានដែលមានមនុស្សកោះកុញគេក៏ចាប់អារម្មណ៍ឃើញថាមានទេវតា3អង្គនៅទីនោះពេលនោះ Metro ក៏បានលិមុខមកហើយបន្ទាប់មកក៏មាន Metro 2ផ្សេងទៀតលិមុខមកផងដែរមិននិយាយច្រើនពួកគេបានវាយប្រហារ Metro ភ្លាមប៉ុន្តែព្រួយពណ៌ក្រហមរបស់ពួកគេនឹងបាញ់មិនត្រូវសោះនៅឯផ្ទះ Nas និង Rival បានបញ្យល់ថាមូលហេតុគឺដោយសារ
សារតែមេត្រូត្រូវបានបេក្ខជនម្នាក់បាញ់ព្រួយក្រហមដាក់រួចទៅហើយអ្នកដែលត្រូវព្រួយក្រហមម្ដងទៀតនឹងរងឥទ្ធិពលពីព្រួយក្រហមរបស់អ្នកផ្សេងទៀតក្នុងរយៈពេល33ថ្ងៃដូច្នេះពួកគេក៏អាចសន្និដ្ឋានបានថាអ្នកដែលឈរនៅទីនោះមិនមែនជាមេត្រូពិតប្រាកដទេមេត្រូខៀវនិងមេត្រូលឿងចាប់ផ្ដើមប្រុងប្រយ័ត្នប៉ុន្តែមេត្រូដែលនៅឈរពីខាងក្រោយបានបញ្យល់ថាមូលហេតុដែលព្រួយក្រហមបញ្ហាកើតគឺដោយសារតែគេមិនបានបង្ហាញមុខពិតគេតែបង្ហាញមុខទើបអាចប្រើព្រួយបានហើយរាល់ការប្រើម្ដងត្រូវរងចាំពី3វិនាទីទើបអាចប្រើម្ដងទៀតបានតែបាញ់បានឆ្ងាយបំផុតត្រឹមតែ30ម៉ែត្រប៉ុណ្ណោះនៅពេលនោះដែរមេត្រូក៏បានលេចមុខមកលើអេក្រង់ធំហើយប្រកាសថាអ្នកដែលនៅខាងក្រោមគឺគ្រាន់តែជានុយសម្រាប់តាក់ទាញពួកគេចេញមកប៉ុណ្ណោះគេបានបញ្ជាក់ទៀតថាការបញ្យល់ពីបច្ចេកទេសរបស់ពួកគេគឺត្រឹមត្រូវប៉ុន្តែពួកគេភ្លេចគិតពីចំណុចមួយថាអ្នកដែលមានឋានៈពិសេសអាចប្រើទាំងព្រួយក្រហមនិងព្រួយពណ៌សជាមួយនឹងគ្នាបានដូច្នេះត្រូវរងចាំតែ 0.3 វិនាទីប៉ុណ្ណោះក្នុងការប្រើម្ដងនិយាយចប់មេត្រូក៏បានចាក់ចេញពីនេះបាត់ទៅមេត្រូខៀវមេត្រូលឿងខំយ៉ាងខ្លាំងហើយមានបំណងចាប់មនុស្សដែលត្រូវបានគេបញ្ជានោះមកសួរចម្លើយភ្លាមនោះក៏មានបេក្ខជនស្រីម្នាក់បានលេចមុខមកហើយចង់ចូលរួមជាមួយនឹងពួកគេទាំងពីរដើម្បីប្រឆាំងនឹងមេត្រូពិតពួកគេក៏យល់ព្រមដែលមានលក្ខខណ្ឌថាក្មេងស្រីនោះត្រូវព្រួយពណ៌ក្រហមរបស់ពួកគេជាមុនសិនប៉ុន្តែមេត្រូលឿនជាមួយជំហានគេបានចូលមកបាញ់ព្រួយក្រហមទម្លុះនារីនោះមុនបង្កើតបានជាការប្រយុទ្ធ2ទល់នឹង2មេត្រូបានដោះតឿនអ្នកទាំងពីរឲ្យឆ្លាតជាងនេះបើមិនចង់ស្លាប់ងាយៗទេនិយាយរួចមេត្រូក៏បានបាត់ខ្លួនម្ដងទៀតមេត្រូពួកគេក៏បានស្រែកហៅបេក្ខជនឯទៀតដែលកំពុងត្រឡប់មើលនឹងឲ្យចេញមកជួយគេដឹងច្បាស់ថាគ្មាននរណាចង់ឲ្យមេត្រូខ្លាចជាព្រះនោះទេដូច្នេះពួកគេត្រូវតែរួមដៃគ្នាមករៀននៅពេលនោះក៏បានគិតថាពួកគេបើសិនជារួមកម្លាំងនេះកាន់តែច្រើនគឺកាន់តែខ្លាំងប៉ុន្តែគេនៅតែសម្រេចចិត្តលាក់ខ្លួនជាមុនសិនព្រោះអីដូចជាអត់ស្រួលសោះពេលនោះផងដែរក៏មានមេត្រូផ្នែកទៀតគឺមេត្រូបៃតងមេત્રોពណ៌ឈូកក៏បានលេចមុខមកសូមចូលរួមដែរពួកគេទាំងពីរគ្មានស្លាប់ទេមានតែព្រួយប៉ុណ្ណោះដូច្នេះពួកគេក៏បានសម្រេចចិត្តឲ្យមេត្រូពខៀវនឹងបាញ់ព្រួយពណ៌ក្រហមដាក់ខ្លួនដើម្បីជាការសហការគ្នាក្រោយពីព្រមព្រៀងគ្នារួចមេត្រូក៏បានលេចមុខមកម្ដងទៀតដោយផ្លាស់ប្ដូរទីតាំងជាមួយនឹងនុយរបស់គេយ៉ាងច្រើនរហូតធ្វើឲ្យអ្នកទាំង4នាក់នេះមើលទៅមិនទាន់ភ្លាមនេះផងដែររូបភាពក្មេងស្រីដែលត្រូវបានមេត្រូចាប់បញ្ឆោតក៏បានលេចមកជាមួយនឹងអេក្រង់មេត្រូបានបាញ់ព្រួយសម្រាប់មេត្រូខៀវហើយបញ្ជាមេត្រូលឿងភ្លាមពេលនោះទើបគ្រប់គ្នាដឹងថាមេត្រូបៃតងមេត្រូកាឈូកគឺគ្រាន់តែជាកូនអុករបស់មេត្រូពិតប៉ុណ្ណោះពួកគេមិនមែនជាបេក្ខជននោះទេគេគ្រាន់តែជាមនុស្សដែលមេត្រូពិតនឹងជួលដោយប្រើលុយតែប៉ុណ្ណោះឯងក្រោយមកទៀតមេត្រូបានដោះស្លាប់របស់មេត្រូខៀវហើយព្រលឹងរបស់គេក៏បានរសាត់បាត់ទៅគេបានចងមេត្រូលឿននឹងក្មេងស្រីដែលចាប់បានពីដំបូងនោះចូលគ្នាហើយនៅចំពោះមុខក្មេងស្រីដែលកំពុងភ័យខ្លាចមេត្រូបានសម្លាប់មេត្រូលឿងយ៉ាងព្រៃផ្សៃរួចក៏បែរព្រួញទៅរកក្មេងស្រីនោះវិញទោះបីជាត្រូវកែបញ្ជាយ៉ាងណាក៏ដោយក៏នាងនៅតែភ័យខ្លាចហើយព្យាយាមរើបំរាស់ដើម្បីរួចជីវិតសូម្បីតែទេវតារបស់នាងក៏បានលេចមុខមកសុំអង្វរឲ្យនរណាហ្នឹងក៏បានជួយសង្គ្រោះបេក្ខជនរបស់ខ្លួនដែរខណៈនោះម៉ូរីហេតុបញ្ចេញទៅជួយហើយត្រូវបានណាសក៏បានខាត់ប្រាប់ថាមិនមែនជាពេលស័ក្តិសមនោះទេបន្ទាប់មកមេត្រូក៏បានសម្លាប់ក្មេងស្រីនោះចោលយ៉ាងសាហាវណាសក៏បានលេចមុខចេញទៅនិយាយជាមួយនឹងមេត្រូនាងបានប្រាប់ថាការស្លាប់របស់ក្មេងស្រីនេះមិនអាចធ្វើឲ្យនាងមានអារម្មណ៍អ្វីទេប៉ុន្តែបើមេត្រូស្លាប់ទើបនាងមានអារម្មណ៍ណាសបានប្រាប់ទៅកាន់មេត្រូថាបេក្ខជនរបស់នាងនឹងសម្លាប់គេព្រោះនោះជាផ្លូវតែមួយគត់ដែលអាចនាំទៅរកសុភមង្គលពិតប្រាកដនិយាយចប់ណាសក៏បានចាក់ចេញហើយម៉ូរីនិងសាគីក៏បានលាយឡំគ្នាជាវងមនុស្សចេញទៅបាត់ដែរចំនួនបេក្ខជនដែលនៅរស់គឺ8នាក់ពេលត្រឡប់មកដល់ផ្ទះវិញពួកគេមានអារម្មណ៍មិនល្អសោះក្នុងចិត្តរបស់ម៉ូរីពិតជាចង់សម្លាប់អាមេត្រូនឹងខ្លាំងមែនទែនប៉ុន្តែគេធ្វើមិនបានគេនឹកឃើញដល់ពាក្យសម្ដីរបស់ឪពុករបស់គេបានប្រាប់ឲ្យចងចាំអំពីជំនឿរបស់ម្ដាយបានដាស់តឿនថាអ្វីអាក្រក់បំផុតរបស់មនុស្សគឺចិត្តច្រណែនមូលហេតុនេះហើយគឺត្រូវឲ្យគេនឹងរក្សាចិត្តកុំឲ្យច្រណែនគេព្រោះភាពអាត្មានិយមនេះអាចបង្កឲ្យមាននៅសង្គ្រាមកើតឡើងបើមនុស្សអាចបញ្ឈប់ចិត្តច្រណែនបានសង្គ្រាមក៏គ្មានដែរហើយមនុស្សនឹងអាចរកឃើញសុភមង្គលពិតប្រាកដដោយដំណើររបស់គេតែងតែនិយាយត្រឡប់បច្ចុប្បន្នវិញសាគីបានរៀបចំកំណត់ថាពួកគេគួរតែស្វែងរកសម្ព័ន្ធមិត្តបន្ថែមទៀតនាងប្រកាសថាបេក្ខជនផ្សេងទៀតច្បាស់ជារកឃើញភាពខុសខើរបស់មេត្រូហើយដូច្នេះពួកគេតែស្វែងរកអ្នកដែលមិនចូលចិត្តមេត្រូដូចគ្នាដើម្បីសហការរួមគ្នាជាធ្លុងមួយពេលនោះដែរស្រាប់តែមានបេក្ខជនម្នាក់មកដល់ផ្ទះរបស់សាគីម៉ូរីបានប្រុងប្រយ័ត្នខ្លួនភ្លាមបរិនោះក៏បាននិយាយថាបើមិនជឿជាក់ថាខ្ញុំជាមនុស្សល្អឬក៏អីទេបាញ់ខ្ញុំសិនមកដើម្បីបញ្ជាក់ថាខ្ញុំមិនមែនជាកូនអុករបស់អាមេត្រូនោះទេហើយអូខេប៉ុណ្ណឹងសិនទៅចាំជួបគ្នានៅវីដេអូក្រោយក៏អ្នកនរគ្នានឹងយល់សាច់រឿងមួយ admin និយាយនេះដូចជាត្រឡប់តលិនតិចតែសង្ឃឹមអ្នកនរគ្នានឹងយល់អូខេបាយបាយ